អាមេរិកបញ្ចេញកម្លាំងយក្សមជ្ឈបូប៉ាកំពុងឡើងកម្ដៅខ្លាំងមិនធ្លាប់មានយោធាអាមេរិកបាននឹងកំពុងបង្កើនវត្តមានយោធាយ៉ាងសម្បើមនៅក្នុងតំបន់មជ្ឈបូប៉ាក្នុងនោះរួមមាននាវាផ្ទុកយន្តហោះចម្បាំង2គ្រឿងយន្តហោះចម្បាំងនិងយន្តហោះចាក់សាំងលើអាកាសជាច្រើនគ្រឿងគណៈប្រធានាធិបតីអាមេរិកលោក Donald Trump បានទុកពេលឲ្យអ៊ីរ៉ង់10ទៅ15ថ្ងៃដើម្បីចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរយើងអាចនឹងសម្រេចបានកិច្ចព្រមព្រៀងឬរឿងអាក្រក់អាចនឹងកើតឡើងចំពោះពួកគេនេះជាការលើកឡើងរបស់លោក Trump ប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃទី19ខែកុម្ភៈការដាក់ពង្រាយយោធានៅពេលនេះគឺខុសប្លែកគ្នាទាំងស្រុងទៅនឹងការដាក់ពង្រាយយោធាដែលសហរដ្ឋអាមេរិកបានធ្វើចាប់តាំងពីឆ្នាំ2003ជាពេលដែលទីក្រុង Washington ប្រមូលផ្ដុំកងទ័ពត្រៀមឈ្លានពានចូលអ៊ីរ៉ាក់មិនតែប៉ុណ្ណោះការបង្កើនវត្តមានយោធានៃក្បែរអ៊ីរ៉ង់ធៀបសោតមានវិសាលភាពធំជាងការបង្កើនវត្តមានយោធាដែលលោក Trump បានចេញបញ្ជាឲ្យធ្វើឡើងនៅក្បែរដែនទឹក Venezuela អស់រយៈពេលជាច្រើនសប្តាហ៍មុនកងកុម្ម៉ាំងដូអាមេរិកចាប់ខ្លួនប្រធានាធិបតី Venezuela លោក Nicolas Maduroក្រុមអ្នកវិភាគយល់ថាសហរដ្ឋអាមេរិកទំនើងជានឹងមិនដាក់ពង្រាយកងទ័ពថ្មីជើងនោះទេតែការបង្កើនវត្តមាននាវាចម្បាំងនិងយន្តហោះចម្បាំងបានផ្ដល់ឲ្យលោក Trump នៅជម្រើសយ៉ាងទូលំទូលាយដើម្បីបើកការវាយប្រហារបន្តបណ្ដាគ្នាមានរយៈពេលច្រើនថ្ងៃក្រោមកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែលប្រសិនបើលោក Trump សម្រេចចិត្តថាត្រូវតែវាយប្រហារលើអ៊ីរ៉ង់វាអាចនឹងមានភាពខុសប្លែកពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែរកាលពីខែមិថុនាឆ្នាំ2025នៅក្នុងសន្ទរកថាមួយកាលពីព្រឹកថ្ងៃទី19ខែកុម្ភៈលោក Trump បាននិយាយថាយើងប្រហែលជានឹងចូលកិច្ចព្រមព្រៀងមួយអ្នកទាំងអស់គ្នានឹងបានដឹងក្នុងពេលប្រហែលជា10ថ្ងៃខាងមុខការព្រួយបារម្ភពីភាពតានតឹងភូមិសាស្ត្រនយោបាយជុំវិញភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានធ្វើឲ្យទីផ្សារភាគហ៊ុនដាំក្បាលចុះរីឯប្រេងហក់ឡើងថ្លៃដោយប្រេងឆៅប្រភេទ Brent បានឡើងថ្លៃដល់$71ក្នុង1បារ៉ែលនៅទីនេះសំណួរបើកមួយដែលគេចង់ដឹងនោះគឺថាតើអ៊ីរ៉ង់អាចនឹងធ្វើតាមសំណើរបស់លោក Trump ដែរឬក៏យ៉ាងណាហើយតាមរយៈការប្រមូលផ្ដុំកម្លាំងយោធាយ៉ាងសម្បើមក្នុងតំបន់មជ្ឈបូប៉ាថាតើវានឹងបង្ខំឲ្យលោក Trump ត្រូវតែធ្វើសកម្មភាពដើម្បីរក្សាកិត្តិយសឬដកថយវិញដោយមិនកេះកាយកំភ្លើងទិន្នន័យពីគេហទំព័រ Fly Radar 24បានបង្ហាញពីការកើនឡើងសកម្មភាពហោះហើររបស់យន្តហោះយោធាដឹកជញ្ជូនយន្តហោះចាក់សាំងលើអាកាសយន្តហោះឆ្លើបយកការសង្កេតនិងដ្រូនរបស់សហរដ្ឋអាមេរិកឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកាតាស៊ុកដានីកោះក្រែតនិងអេស្ប៉ាញយន្តហោះយោធាទាំងនោះមានដូចជាយន្តហោះចាក់សាំងលើអាកាស KC-46 និង KC-135 យន្តហោះដឹកជញ្ជូន C-130J ដែលត្រូវបានប្រើប្រាស់ដើម្បីដឹកកងទ័ពនិងសពអាវុធធុនៗវាក៏មានផងដែរយន្តហោះឲ្យសញ្ញាអាសន្ន E-3 Sentry និងដ្រូន RQ-4 Global Hawk សពអាវុធដែលមានក្នុងកម្រិតរបស់លោក Trump ទាំងអស់សុទ្ធតែជាកំពូលអាវុធក្រៅពីនេះនៅមាននាវាចម្បាំងយន្តហោះចម្បាំង USS Abraham Lincoln អមដំណើរដោយនាវាពិឃាតប្រដាប់ដោយមីស៊ីល3គ្រឿងដែលមានសមត្ថភាពបាញ់មីស៊ីល Tomahawk និងយន្តហោះនៅលើនាវា USS Abraham Lincoln ក្នុងនោះរួមមាន F-35C USS Gerald Ford ដែលជានាវាចម្បាំងយន្តហោះថ្លៃបំផុតនៅលើពិភពលោក$13,000 លានក៏ត្រូវបានអមដំណើរដោយនាវាពិឃាតប្រដាប់ដោយមីស៊ីលនិងមានយន្តហោះនៅលើនាវានេះដូចជា FA-18E FA-18F Super Hornets EPD និងឧធម្មថจาก MH-60S MH-60R Seahawks និងយន្តហោះ CPA Greyhoundsលោក Michael Eisenstadt ជានាយកផ្នែកយោធាមកពីវិទ្យាស្ថាន Washington Institute for Near East Policy បាននិយាយថានាវាចម្បាំងយន្តហោះទាំងពីរនឹងផ្ដល់ឲ្យលោក Trump ជំរឿនបន្ថែមដោយឲ្យនាវាយោធាអាមេរិកធ្វើប្រតិបត្តិការវាយប្រហារបន្តបណ្ដាគ្នាលោកបន្ថែមថាការបង្កើនវត្តមានយោធានេះគឺជាការបញ្ជូនសារទៅឲ្យអ៊ីរ៉ង់ពីភាពចាំបាច់នៅក្នុងការមានភាពបត់បែនបន្ថែមនៅក្នុងកិច្ចចរចាការវាយប្រឆាំងទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់អាចប្រថុយធ្វើឲ្យសហរដ្ឋអាមេរិកប្រឈមមុខនឹងជម្រើសនៃសង្គ្រាមលើកទី3ក្នុងតំបន់មជ្ឈបូប៉ាចាប់តាំងពីឆ្នាំ1991ប្រឆាំងនឹងសត្រូវដ៏ខ្លាំងមួយពលគឺខ្លាំងជាងសត្រូវនានាដែលសហរដ្ឋអាមេរិកធ្លាប់ប្រឈមមុខនៅក្នុងរយៈពេលរាប់ទសវត្សរ៍នៅអាណត្តិទី2របស់លោក Trump ការប្រើប្រាស់កម្លាំងយោធាត្រូវបានគេមើលឃើញថាលោកចូលចិត្តរយៈពេលខ្លីនិងចំណាយតិចតួចនិងមានផលប៉ះពាល់តិចតួចបំផុតដល់កងទ័ពអាមេរិកតួយ៉ាងយុទ្ធនាការទម្លាក់គ្រាប់បំលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមិថុនាឆ្នាំ2025ការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀននិងការវាយប្រហារលើ Venezuela និងចាប់ខ្លួនលោក Maduro កាលពីដើមខែមករា
បន្តែប្រសិនបើការវាយប្រហារថ្មីណាមួយលើអ៊ីរ៉ង់បង្កទៅជាសង្គ្រាមពេញទំហឹងនោះលោក Donald Trump អាចនឹងប្រឈមមុខនឹងសម្ពាធនឹងការខឹងសម្បាររបស់ប្រជាជនអាមេរិកអំឡុងទ្វេយុទ្ធនាការឃោសនា Box North លោក Trump ធ្លាប់មានជំហរប្រឆាំងនឹងការចូលរួមរបស់សហរដ្ឋអាមេរិកនៃសង្គ្រាមឬជម្លោះក្រៅប្រទេសតែនៅអំឡុងពេលតាមវែងដែលបង្កើតនេះលោក Trump ទើបតែសម្រេចចិត្តទម្លាក់គ្រាប់បំលើអ៊ីរ៉ង់កាលពីខែមិថុនាក្រុមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែននិងក្រុមសកម្មល្មិចជូនអាស៊ីរីដោយការកួតបញ្ជូនអាវុធបើតាមការគូបញ្ជាក់របស់លោក Brian Clark ជាអ្នកវិភាគផ្នែកវិស័យការពារជាតិមកពីវិទ្យាស្ថាន Hudson Institute និងអតីតមន្ត្រីយុទ្ធសាស្ត្រទ័ពជើងទឹកអាមេរិកជារឿងធម្មតាដើម្បីចេញប្រតិបត្តិការមិនតែប៉ុណ្ណោះកងទ័ពអាមេរិករាប់ពាន់នាក់នៅឈរនៅក្នុងតំបន់មជ្ឈបូប៉ាក៏ស្ថិតនៅក្រោមរយៈចម្ងាយបាញ់មីស៊ីលរបស់អ៊ីរ៉ង់ដែរនៅក្នុងក្រាដែលក្រុមមន្ត្រីអ៊ីរ៉ង់ប្រជៀនថាពួកគេនឹងសងសឹកវឹងឯចាស់ជំដៃទៅនឹងការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកក្រៅតែវាយលឺយោធាអាមេរិកអ៊ីរ៉ង់អាចនឹងព្យាយាមបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវវេទទឹកមួយសំខាន់សម្រាប់កប៉ាល់លើកប្រេងស្ថិតនៅចន្លោះអូម៉ាន់និងអ៊ីរ៉ង់ការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីខែមិថុនាឆ្នាំ2025ផ្ដោតទៅលើទីតាំងសំខាន់3ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់តែមហិច្ឆតាណាមួយចង់បដូររបបដឹកនាំអ៊ីរ៉ង់អាចនឹងតម្រូវឲ្យមានការវាយប្រហារបន្ថែមលើទីតាំងរបស់កងកម្លាំងឆ្មាំរបបអ៊ីរ៉ង់ឬការវាយប្រហារសម្រាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោកអាយ៉ាតូឡាស់ខាមីនីប៉ុន្តែអ៊ីរ៉ង់ប្រហែលជាបានត្រៀមខ្លួនរួចរាល់ហើយដើម្បីទប់ទល់នឹងការវាយប្រហារលើថ្នាក់ដឹកនាំកំពូលរបស់ខ្លួននេះបើតាមលោក Jamal Abdi ជាប្រធានក្រុមប្រឹក្សាអ៊ីរ៉ង់អាមេរិកមានមូលដ្ឋាននៅសហរដ្ឋអាមេរិកអ្នកជំនាញរូបនេះបានបញ្យល់ថានៅក្នុងសង្គ្រាម12ថ្ងៃកាលពីខែមិថុនាអ៊ីស្រាអែលបានសម្លាប់មេដឹកនាំជាន់ខ្ពស់ជាច្រើនអ្នកនៃជួរកងកម្លាំងឆ្មាំរបបអ៊ីរ៉ង់តែអ៊ីរ៉ង់នៅតែមានសមត្ថភាពងើបឡើងវិញនិងបើកការវាយប្រហារសងសឹកក្នុងពេល24ម៉ោងដូច្នេះលោក Jamal Abdi យល់ថាអ៊ីរ៉ង់ប្រហែលជាបានត្រៀមផែនការរួចរាល់ហើយសម្រាប់សេណារីយ៉ូបែបនេះហើយអាចនឹងមានភាពធន់ធាន់ជាងមុនបន្ទាប់ពីរងការវាយប្រហារកាលពីខែមិថុនាគូបញ្ជាក់ថាអ្នកនាំពាក្យសេដ្ឋវិវត្តលោកស្រី Caroline Leavitt កាលពីថ្ងៃទី18កុម្ភៈបាននិយាយថាអ៊ីរ៉ង់ត្រូវបានរំពឹងថានឹងបដូរចម្លើយទៅឯកិច្ចចរចាក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខតែលោកស្រីមិនបានបដិសេធនោះទេពីលទ្ធភាពដែលសហរដ្ឋអាមេរិកអាចនឹងវាយប្រហារអ៊ីរ៉ង់មុនអំឡុងពេលនេះហើយលោកត្រាំនឹងបន្តតាមដានមានស្ថានភាពនឹងវិវត្តយ៉ាងដូចម្តេច